សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង Fate Chooses You ភាគទី12ជាបន្តទៀតដែលកាលពីភាគមុនយើងបានដឹងថាលោកខៃយកបន្តកូនរបស់ស៊ីនមីទៅរក្សាទងហើយយើងក៏ឃើញមានមនុស្សចម្លែកនឹងមកបន្តរបស់គាត់ធ្វើឲ្យលោកខៃមានការប្រុងប្រយ័ត្នខ្លាំងមែនទែនដកដៃរួចជាស្រេចដើរតម្រង់ទៅរកស្រមោលថាតាមម្នាក់នោះគឺជាអ្នកណាស្របពេលជាមួយគ្នាស៊ីនមីក៏បានដឹងអំពីទីតាំងនិងសកម្មភាពរបស់គាត់តាមរយៈអាយ៉ងទៅបញ្ញាទៅនោះជាបន្តចេញមកខាងក្រៅសាប់ទៅជួបជាមួយនឹងមូហានដែលគេចង់ដឹងអំពីហេតុការណ៍ទាំងអស់កើតឡើងនៅលើភ្នំព្រោះគេទៅដល់ការប្រយុទ្ធត្រូវបានបញ្ចប់មិនបានជាលីស៊ីត្រូវស្លាប់អីអញ្ចឹងណាតែសៀវមីអត់ខ្វាយខ្វល់ជាមួយនឹងសំណួររបស់គេឡើយព្រោះនាងបញ្ញាទៅមើលលោកខៃធ្វើឲ្យពួកគេនឹងឆ្ងល់យ៉ាងខ្លាំងទៅតាមក្រោយនាងគ្រាន់តែដល់វិមានស្នាក់របស់លោកខៃភ្លាមនាងក៏បានបញ្ចេញអាវុធរបស់ខ្លួនគម្រាមទៅកាន់អ្នកយាមទ្វារកុំឲ្យពាំងផ្លូវមូហានគេក៏ជួយសម្រួលផ្លូវរបស់នាងដូចគ្នាព្រោះគេនឹងចង់ដឹងថាមានអ្វីកើតឡើងលុះពេលដែលនាងចូលទៅដល់បន្ទប់លោកខៃឃើញថាលោកខៃនឹងត្រូវបានគេសម្លាប់បាត់ទៅហើយចំណែកឯគាត់កងសាណាក៏ត្រូវបានគេយកទៅដូចគ្នាសេនឹងជាបន្តក៏បានបង្ហាញអំពីដំណើរផ្លូវរបស់លូឈីនឹងត្រឡប់មកកាន់ជលឹងភ្នំវិញតែពួកគេក៏ត្រូវបានឡោមព័ទ្ធដោយមនុស្សនៅក្នុងប៉ាឈីងហុងតាមសងសឹកដែលគេនឹងសម្រាប់ម្ចាស់របស់ខ្លួនអ្នកទាំងពីរចង់ទៅឱកាសឲ្យកូនចៅអស់ទាំងនេះដោយនិយាយឲ្យគេនឹងចាក់ចេញទៅប៉ុន្តែពួកគេនៅតែប្រហែលចង់សងសឹកទៅលើអ្នកទាំងពីរទើបជួយយីងជូនគេមកក្តាំងឡើងដេកស្លាប់ពេញនោះតែម្ដងរំពេចនោះជាថ្នាំដែលនៅក្នុងគ្រួរបស់លូឈីនឹងក៏រើឡើងដែរធ្វើឲ្យគេនឹងអស់កម្លាំងយ៉ាងខ្លាំងជួយយីងចង់នាំគេនឹងទៅកន្លែងសម្រាប់សិនបើមិនដូច្នេះទេច្បាស់ជាមានបញ្ហាជាបង្ខានតែមិនទាន់បានជូនទៅផងសាប់តែលូឈីនឹងគេសម្លាប់បាត់ទៅទើបផ្សាយរឿងបង្ហាញអំពីស៊ីនមីវិញម្ដងនាងពិតជាបារម្ភជាមួយនឹងជីនស៊ូខ្លាំងមែនទែនរឿងលីស៊ីបានធ្វើឲ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំងជំងឺបេះដូងរបស់នាងនឹងក៏ត្រូវបានរើឡើងហូឆេមានតែផ្ដោតយោបល់ឲ្យនាងនឹងសម្រាប់បានច្រើនប៉ុណ្ណោះតែនាងមិនអាចគេងលក់បានទៅអ្នកទាំងអស់គ្នានឹងអង្គុយកាន់កំណាប់ដែលលីស៊ីនឹងធ្លាប់ទៅសេឲ្យនាងពីមុនមកស៊ីនមីឃើញបែបនេះហើយកាន់តែបារម្ភជាមួយនឹងទ្វេដងលុះពេលដែលនាងបានឃើញកំណាប់ដឹងថាវាគឺជារបស់លីស៊ីនាងក៏បានលួងលោមទៅកាន់យៀនស៊ូបន្ថែមទៀតយៀនស៊ូគឺនៅតែមិនយល់ព្រោះអត្តន័យនៅក្នុងកំណាប់បានបញ្ជាក់អំពីចិត្តសប្បុរសរបស់គេយ៉ាងច្បាស់មិនបានជាអ្នកទៅសេវានឹងលោភលន់ជាមួយនឹងថ្នាំអមតៈទៅវិញស៊ីនមីក៏មិនយល់អំពីទង្វើដែលគេបានធ្វើដូចគ្នាក្រោយមកនាងក៏ទៅកន្លែងដែលលោកចឹងនឹងកាប់សាកសពរបស់លីស៊ីឲ្យតែមានរឿងនៅក្នុងជលឹងភ្នំមិនអាចបាត់មុខរបស់គាត់បាននោះឡើយព្រោះគាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែបដូរប្រាក់រស់នៅទីនេះឯងឬគាត់ក៏បានយកกระดาษបែកទៅដោយនិយាយពាក្យល្អៗបន្ថែមទៀតតែមិនឃើញបែបនេះហើយនាងក៏បានយកกระดาษដែលនៅនឹងដៃរបស់គាត់នឹងបែកទៅដូចគ្នាតែនាងបានស្រែអ្វីនោះឡើយទៅលោកចឹងនឹងនិយាយអំពីរឿងព្រេងនៃដំណើររបស់អ្នកស្លាប់ប្រាប់ទៅការនាងថាបន្ទាប់ពីពួកគេបានស្លាប់ទៅធ្វើដំណើរតាមទិសមេរដីធ្វើដំណើរឆ្លងកាត់ឧបសគ្គបន្តិចពួកគេនឹងទៅដល់កន្លែងមនុស្សអមតៈដោយពិភពមួយនោះពិតជាអស្ចារ្យខ្លាំងមែនទែនមានមាសនិងស្រាទំបីតែរទេះសេះក៏អស់ដោយមយូរារបស់ឋានសួគ៌ដែរលើបែបនេះហើយស៊ីនមីនឹងអស់សំណើចខ្លាំងមែនទែនព្រោះថាអ្វីដែលគេបាននិយាយមកមនុស្សអមតៈនឹងមិនត្រូវការវានោះទេហើយពួកគេក៏មានយុទ្ធសាស្ត្រអាចធ្វើអ្វីៗសឹងតែបានគ្រប់យ៉ាងមិននឹងអាចរកកន្លែងរបស់ពួកគេឃើញដោយគ្រាន់តែធ្វើដំណើរទៅកាន់ទិសនិរដីទៅលោកចឹងក៏បាននិយាយបន្តថារឿងព្រេងនិទានមួយនេះគ្រាន់តែមនុស្សបង្កើតឡើងស្រែកជ្រួលដំណើរអ្នកស្លាប់ឲ្យពួកគេនឹងមានអារម្មណ៍ថាអ្នកដែលបានស្លាប់ទៅនឹងនៅទៅដល់ទីនោះវិញលោកចឹងក៏សោកស្ដាយជាមួយនឹងការស្លាប់របស់លីស៊ីខ្លាំងមែនទែនព្រោះមើលទៅគេគឺជាមនុស្សរំទុំខ្លាំងណាស់ប្រសិនបើគេមិនយកច្រឡំមកឆាយនោះទេជីវិតរបស់ពួកគេក៏មិនត្រូវបញ្ចប់ដោយត្រឹមនេះដែររំពេចនោះគេក៏នឹកឃើញថាស៊ីនមីនឹងមកជាមួយលីស៊ីទៅបង្ខំឲ្យនាងនឹងជួលខ្លួនដើម្បីស្រាយពាក្យអស់ទាំងនេះបានទៅដល់លីស៊ីអីអញ្ចឹងណាស៊ីនមីក៏មិនបានប្រកែកជាមួយនឹងពាក្យសម្ដីរបស់លោកចឹងនោះដែរប៉ុន្តែនាងអត់មានលុយនោះទេទើបដកស្នៀតសក់ដែលនៅនឹងក្បាលនឹងជួលទៅកាន់លោកចឹងដើម្បីស្រាយបាច់ក្តាស់ទៅកាន់លីស៊ីជាលើកចុងក្រោយតែនាងក៏បានបង្ហាញអំពីលូឈីងក្រៅពីសន្លប់ពេញមួយថ្ងៃជួយយេងក៏បានរៀបរាប់រឿងដែលបានកើតឡើងថាប្រសិទ្ធភាពថ្នាំនឹងបានធ្វើឲ្យគេដួលសន្លប់ទើបគេអ៊ីវគាត់រហូតមកដល់កន្លែងមួយនេះដែលបដាយោបល់ឲ្យគេនឹងសម្រាប់ពីថ្ងៃទៀតទៅចាំចេញដំណើរព្រោះថាសុខភាពរបស់គេនឹងទ្រង់សោយខ្លាំងណាស់តែលូឈីងចង់ត្រឡប់ទៅវិញភ្លាមព្រោះខ្លាចជលឹងភ្នំនឹងមានបញ្ហាតែជួយយេងមិនគិតអញ្ចឹងណាទាំងអស់គ្នាគេគិតដល់ណាដល់ណីថាលូឈីងកំពុងតែនឹកនឹងខ្វាយខ្វល់ដល់ស៊ីនមីប្រសិនបើស្ថានភាពរបស់គេកាន់តែប្រសើរឡើងនៅពេលដែលគេរៀបការជាមួយគ្នាគេនឹងលែងឯកាហើយគាត់នឹងអាចមានសេរីភាពអាចដើរហើរបានសេរីអីអញ្ចឹងណាលើបែបនេះហើយលូឈីងគេពិតជាហួសចិត្តជាមួយនឹងគំនិតរបស់ជួយយេងខ្លាំងមែនទែនបន្ទាប់មកលូឈីងក៏បានយកប្រាក់ទៅឲ្យតកែទេសនាព្រោះគេនឹងត្រូវចាក់ចេញពីទីនេះហើយដែលប្រាក់គេឲ្យពិតជាច្រើនខ្លាំងមែនទែនទើបតកែទេសសំណាក់នឹងចាក់ឲ្យគាត់ចាំនៅទីនេះបន្តិចខ្លួនមានរបស់បន្ថែមចង់ឲ្យពួកគេអីអញ្ចឹងណាចូលពេលជាមួយគ្នាកូនប្រុសរបស់ម្ចាស់ផ្ទះស្នាក់នឹងក៏បានយកទឹកផ្លែឈើដែលគេធ្វើដោយផ្ទាល់ដៃចង់ឲ្យលូឈីងគេភ្លក់តែលូឈីងគេអត់ទទួលភ្លក់នោះទេទើបជួយយេងគឺជាអ្នកភ្លក់វិញកូនប្រុសរបស់ផ្កាយផ្ទះស្នាក់នឹងក៏បានសួរគេបន្ថែមថាតើគេនឹងមកពីទំនាបកណ្ដាលមែនទេហើយគេពិតជាចូលចិត្តអ្នកដែលមកពីទំនាបកណ្ដាលខ្លាំងមែនទែនព្រោះរាល់ពេលដែលគេនឹងចូលមកសម្រាប់ផឹកតែនៅកន្លែងរបស់ខ្លួនតែផ្ដោតសម្លៀកបំពាក់និងអាហារជាច្រើនមកកាន់ពួកគេវិញក្លែកមើលមុខឈឺជីងអ្នកទាំងអស់គ្នាទឹកផ្លែឈើគេធ្វើឲ្យឈឺជីងនឹងដូចជាពិបាកលេបដល់ហើយបន្ទាប់មកក្មេងប្រុសម្នាក់នោះក៏បានសួររកដៃរបស់លូឈីនបន្ថែមទៀតព្រោះថាអ្នកដែលមកពីទំនាបកណ្ដាលសុទ្ធតែមានដៃវែងនៅជាប់ចង្កេះមើលទៅវាអស្ចារ្យខ្លាំងណាស់នៅពេលដែលគេធំឡើងគេនឹងធ្វើដំណើរទៅកាន់ទំនាបកណ្ដាលដើម្បីរៀនក្បាច់ដាវមួយនេះដូចគ្នានិយាយផ្ដាល់ក៏បានរើសអូសដែលនៅក្រឹមនោះធ្វើកាយវិការហាត់ដាវបណ្ដាលលូឈីនឃើញគេមានឆន្ទៈបែបនេះក៏បានបកគោលកូនកបិតមួយនឹងទៅឲ្យគេរួចនិយាយថាដាវដូចជាមិនស័ក្តិសមជាមួយនឹងគេនោះឡើយគេអាចប្រើកូនកបិតវិញក្មេងប្រុសបានទទួលយកវាហើយគេពិតជាសប្បាយចិត្តខ្លាំងមែនទែនតកែទេសនាក៏បានរៀបចំតែមួយចំនួនសម្រាប់ពួកគេក្នុងការធ្វើដំណើរដូចគ្នាស្របពេលដែលគេបំរុងចាក់ចេញពីផ្ទះស្នាក់មួយនោះក៏មានមនុស្សមួយក្រុមចូលមកសម្រាប់នៅក្នុងផ្ទះស្នាក់មួយនេះដូចគ្នាសម្លៀកបំពាក់ជាឯកសណ្ឋានរួមជាមួយនឹងដាវដែលគេកំពុងតែកាន់មិនពិបាកស្មាន
នោះឡើយថាគេនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បកក្នុងពិភពគុណអំឡុងពេលធ្វើដំណើរលួចឈិញក៏បាននិយាយអំពីប្រសិទ្ធភាពថ្នាំខ្លាំងក្លារបស់ពេលទេវតាស៊ូដូច្នេះនៅពេលដែលគាត់នឹងត្រឡប់ទៅដល់ជលឹងភ្នំវិញពេលទេវតាស៊ូនឹងធ្វើការបន្តឆ្អឹងឲ្យគាត់ភ្លាមភារកិច្ចជាបន្ទាប់គេត្រូវបន្តឈាមអញ្ចឹងជួយយើងមិនបាច់ទៅកាន់ជលឹងភ្នំជាមួយគេនោះទេព្រោះគេនឹងមានភារកិច្ចឲ្យជួយយើងមួយទៀតតាមសភៅបុរាណណាបានបញ្ជាក់ប្រាប់ថាការបន្តឈាមត្រូវការវត្ថុវេទមន្តមួយយ៉ាងដែលអតិថិនឹងបានបោះបង់ចោលជួយយើងតាមលើបែបនេះគេក៏ភ្ញាក់ផ្អើលបន្តិចដែរព្រោះថាវត្ថុវេទមន្តដែលជាកម្មសិទ្ធិរបស់អតិថិទោះបីជាវានឹងមានរូបរាងពិតឬក៏មិនពិតក៏ត្រូវបានកាន់កាប់ដោយតកូយូហ៊ូដែរតែវាក៏គ្មានបញ្ហាសម្រាប់គេនោះដែរទើបគេនឹងបន្តធ្វើដំណើរទៅកាន់ភ្នំហ្វុងវៃរំពេចនោះសត្វតែមានសិស្សនៅបកផ្សេងទៀតបានធ្វើដំណើរយ៉ាងលឿនធ្វើទៅកាន់ផ្ទះស្នាក់ធ្វើឲ្យលូឈិញគេមានការព្រួយបារម្ភយ៉ាងខ្លាំងបញ្ញាត្រឡប់ទៅវិញភ្លាមព្រោះដូចជាមានរឿងអ្វីកំពុងតែកើតឡើងលោកពេលគេទៅដល់ផ្ទះស្នាក់ឃើញសាកសពជាច្រើនដេករនុករនានៅទីនោះលោកតកែនិងកូនប្រុសរបស់គាត់ក៏ត្រូវបានគេសម្លាប់ដូចគ្នាធ្វើឲ្យលូឈិញគេពិតជាខឹងយ៉ាងខ្លាំងហើយមូលហេតុដែលបណ្ដាលឲ្យពួកគេមានការកាប់សម្លាប់គ្នាបែបនេះព្រោះតែចង់បានគុជគង់សានលូឈិញក៏មិនទុកឲ្យមនុស្សអសិលធម៌បែបនេះរស់នៅទៀតដែរហើយគេរត់តែខឹងអ្នកដែលបង្កើតរឿងមួយនេះឡើងក្លែមកកាន់ជលឹងភ្នំឯនេះវិញប៉ៃចុងជីងគេបានប្រើលោកចឹងឲ្យទៅទិញនំលោកចឹងគេក៏បានរៀបរាប់អំពីដំណើរដើមទៅនៃគេទៅទិញនំថាមានភារៈអីចឹងទៅតប៉ៃចុងជីងឲ្យប្រាក់គេច្រើនតែទៅគេនឹងចេញទៅដោយសប្បាយចិត្តហើយនំអស់ទាំងនេះគេក៏បានយកឲ្យស៊ីនមីភ្លួដោយក៏ហាក់ថាមិត្តភក្តិរបស់គេនឹងធ្វើដំណើរឆ្លងកាត់ទីនេះទៅគេនឹងផ្ដាំឲ្យយកនំមកជាមួយដើម្បីឲ្យនាងភ្លួស៊ីនមីពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគេនឹងសិតតែសិស្សច្បងពេញមកប៉ៃចុងជីងក៏បន្តនិយាយអំពីប៉ទាំងពីរដែលមានឫសគល់រួមគ្នាខំតែលោកគ្រូរបស់ស៊ីនមីនឹងមានចំនួនជាមួយនឹងលោកមេប៉ខំអីប៉ពួកគេទាំងពីរនឹងក៏មិនឆ្ងាយគ្នាដល់ថ្នាក់នឹងដែរដូច្នេះប្រសិនបើនាងមានទុកលំបាកអ្វីចង់ឲ្យគេជួយគាត់នឹងប្រាប់គេទៅគេនឹងជួយនាងភ្លាមស៊ីនមីក៏បានបដិសេធជាមួយនឹងបំណងល្អរបស់គាត់នោះដែរទៅប៉ៃចុងជីងបន្តសួរអំពីលូឈិងថាជាមនុស្សម្នាក់ដែលលោកគ្រូរបស់នាងនឹងបានចាប់ឲ្យមកការពារនាងមែនទេស៊ីនមីក៏បានឆ្លើយតបថាមិនមែននោះទេគាត់គឺជាអ្នកនៅទីនេះនាងអត់ដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់គាត់នោះទេគាត់នៅដឹងថាគាត់គួរចាប់អារម្មណ៍ខ្លាំងមែនទែនអំណាចនៃថាអពវេទមន្តរបស់គាត់អស្ចារ្យខ្លាំងហើយដៃគូគំនូនឹងចំណេះដឹងផ្នែកថ្នាំគឺគាត់ដឹងទាំងអស់មើលទៅលើលោកនេះដូចជាគ្មានអ្វីដែលគាត់មិនដឹងនោះឡើយដូចពេលដែលនាងធ្លាក់ខ្លួនឈឺខ្លាំងស្ទើរតែបាត់បង់ជីវិតហើយបានគាត់ហ្នឹងឯងគឺជាអ្នកជួយសង្គ្រោះជីវិតរបស់នាងហើយថែមទាំងបង្រៀនបច្ចេកទេសធ្វើឲ្យនាងនឹងបានធូរស្រាលទៀតផងតាមលើសម្ដីរបស់នាងឲ្យបញ្ជាក់ថាពួកគេនឹងទៅជួបគ្នាទៀតទេប៉ុន្តែមិនបានជាគេនឹងមានចិត្តល្អជាមួយនាងខ្លាំងម្ល៉េះទីម៉ៃក៏បានបន្ថែមថាអត់ទេគាត់គឺជាមនុស្សល្អដែលមានសន្តានចិត្តចំពោះអ្នកគ្រប់គ្នាតែចុងយើងកាន់តែចាប់អារម្មណ៍ជាមួយនឹងបរិះម្នាក់នេះឡើងទ្វេដងហើយទៅពេលជាមួយគ្នាពេលទេវតាស៊ូក៏មករកស៊ីនមីទាំងសប្បាយចិត្តលោកពេលដែលបានឃើញប៉ៃចុងយើងនៅទីនេះទឹកមុខរបស់គាត់នឹងធ្លាក់ចុះតែម្ដងបញ្ជាក់យ៉ាងច្បាស់ថាគាត់នឹងពិតជាមិនចូលចិត្តប៉ៃចុងយើងនោះទេគាត់ប៉ៃចុងយើងហៅស៊ីនមីថាជាសិស្សប្អូនណាក៏គាត់ទៅដែរដូចជាដឹងថាប៉ៃចុងយើងគ្មានកំណត់ល្អអីអញ្ចឹងណារួចគាត់ក៏បានហាមឃាត់ប៉ៃចុងយើងនឹងមិនឲ្យចូលរួមភ្នំទាំង9នេះទៀតទេព្រោះវាគឺជាកន្លែងហាមឃាត់សម្បីតែទីនេះក៏ដោយប៉ៃចុងយើងគេស្ដាប់លើបែបនេះហើយក៏យល់អំពីបំណងរបស់លោកគ្រូពេទ្យទេវតាស៊ូនិយាយដោះស្រាយអំពីមូលហេតុដែលគេចូលទៅក្នុងរូងភ្នំមួយនោះព្រោះតែចង់រក្សាសុវត្ថិភាពរបស់លោកគ្រូពេទ្យស៊ូតែគាត់អត់ជឿនោះទេលុះត្រាតែគេនឹងមានភ្នែកទឹកមើលឃើញអំពីអនាគតបើមិនអញ្ចឹងទេមានន័យថាគេនឹងកំពុងតែឃ្លាំមើលចលឹងភ្នំរបស់គាត់យ៉ាងដិតដល់ហើយបានជារឿងនៅក្នុងចលឹងភ្នំទាំងអស់មិនអាចគេចផុតអំពីគេបានតែចុងយើងគេក៏គ្មានអ្វីតបតជាមួយនឹងពេទ្យទេវតាស៊ូនៅពេលដែលគាត់កំពុងតែខឹងបែបនេះទេទើបលាត្រឡប់ទៅវិញទៅតែពេទ្យទេវតាស៊ូនៅតែនិយាយបន្ថែមកុំឲ្យគេនឹងមកជួបស៊ីនមីម្ដងទៀតគាត់គេដើរទៅ3 4ចង្ហៀនអត់ទាន់ផុតពីភ្នែកផងពេទ្យទេវតាស៊ូនឹងក៏ចាប់ផ្ដើមខ្សឹបប្រាប់ទៅកាន់ស៊ីនមីថាកុំឲ្យសាច់ពុកជាមួយនឹងមនុស្សម្នាក់នេះឲ្យសោះមើលទៅគាត់មិនមែនជាមនុស្សល្អនោះទេក្រោយមកអ្នកទាំងពីរក៏បានចូលទៅខាងក្នុងនិយាយគ្នាពេទ្យទេវតាស៊ូពិតជាយកចិត្តទុកដាក់ជាមួយនាងខ្លាំងមែនទែនគាត់បំពេញតាមតម្រូវការរបស់នាងទាំងអស់ឲ្យតែនាងនឹងត្រូវការស៊ីនមីក៏មានចម្ងល់អំពីបណ្ដាសាដែលនៅលើខ្លួនរបស់នាងនៅសក់វាសាប់តែបាត់ទៅចង់ឲ្យគាត់ដល់ពិនិត្យមើលជីពចោលបន្តិចតែរាងកាយរបស់នាងនឹងមិនយ៉ាងពេទ្យទេវតាស៊ូគាត់បានលើបែបនេះហើយគាត់ក៏ដឹងភ្លាមតែគាត់អត់និយាយបកស្រាយទៅប្រាប់ស៊ីនមីនោះទេចាំពេលដែលលូឆេងត្រឡប់មកវិញគាត់ច្បាស់ជានិយាយអំពីមូលហេតុមួយនេះប្រាប់នាងជាមិនខានពេទ្យទេវតាស៊ូកាន់តែមើលកាន់តែពេញចិត្តជាមួយនាងហាក់បីដូចជាចង់ផ្សំគុំជាមួយនឹងលូឆេងអញ្ចឹងបានជាសួរអាយុរបស់នាងរួមជាមួយនឹងឪពុកម្ដាយថាគាត់នឹងស្លាប់អស់ហើយនៅហើយនាងមានកម្រើរៀបការដែរឬទេអីអញ្ចឹងណាទីមួយលើហើយពិតជាអៀនយ៉ាងខ្លាំងទៅពេទ្យទេវតាស៊ូដូរសំណួរថាហេតុអ្វីបានជានាងនឹងមកកាន់ទីនេះតែម្នាក់ឯងព្រោះថាប៉ផ្សេងណាសិតតែមកជាក្រុមឬមួយក៏គ្រូរបស់នាងអត់ដែរខ្វាយខ្វល់ជាមួយនឹងនាងទើបស៊ីនមីនិយាយថានាងចេញមកនេះគឺលោកគ្រូរបស់នាងអត់បានដឹងនោះទេពេទ្យទេវតាស៊ូក៏អស់សំណើជាមួយនឹងចរិតក្មេងវ័យដែលលួចចេញពីប៉របស់នាងស៊ីនមីក៏បាននិយាយបន្ថែមទៀតអំពីកម្មចន្ទាឋានសួគ៌ដែលត្រូវបានបំផ្លាញលោកគ្រូរបស់នាងហាត់ដល់កម្រិតទី8តែគាត់ពិតជាមិនចង់ខ្លាចទៅជាអតិថិនោះឡើយបានធ្វើឲ្យការបណ្ដុះបណ្ដាលរបស់គាត់នៅត្រឹងពេលវេលាកាន់តែរំកិលទៅមកអាយុរបស់គាត់នឹងក៏ចិត្តអស់ដូចគ្នានាងខ្លាចគាត់មិនសល់ពេលវេលាច្រើនទៅមកទីនេះដែលមិនឲ្យគាត់ដឹងតែអ្វីៗដែលនាងបានសង្ឃឹមនៅពេលនេះវាបានបំផ្លាញអស់ហើយព្រោះតែគុជដែលនៅក្នុងដៃរបស់នាងនឹងត្រូវបានគេលួចបានពេទ្យទេវតាស៊ូយល់អំពីអារម្មណ៍របស់នាងប៉ុន្តែគាត់ក៏សួរទៅកាន់នាងវិញផងដែរមិនបានជាលោកគ្រូរបស់នាងនឹងមិនព្រមទទួលយកថ្នាំអមតៈមួយនេះបើទោះបីជាដឹងថាខ្លួននឹងត្រូវស្លាប់ក៏ដោយបន្តនិយាយអំពីចរិតរបស់លោកគ្រូស៊ីនមីថាគាត់នឹងបានជួបពីបេដងដែរចរិតខាងក្រៅរបស់គាត់ពិតជារឹងរូសហើយក្បាលរឹងខ្លាំងមែនតែនតែក្នុងចិត្តរបស់គាត់វិញគឺទន់ភ្លន់ហើយស្មោះត្រង់ខ្លាំងមែនតែននេះគឺជាមូលហេតុមួយដែលគាត់នឹងពេញចិត្តជាមួយនឹងគ្រូរបស់ស៊ីនមីបកគលគុជមួយនោះឲ្យតែគ្រូរបស់ស៊ីនមីបែរជាបដិសេធដែលចង់បំផ្លាញគុជមួយនោះចោលទៀតផងតើតែគាត់នឹងធ្វើបាបលោកគ្រូរបស់ស៊ីនមីបន្តិចទៅគេនឹងបង្ខំចិត្តទទួលយកវាពេលនេះគាត់គ្រាន់តែចង់ឲ្យនាងនឹងគិតឡើងវិញថ្មីតែនាងនឹងព្យាយាម
ងស្វែងរកភាពអមតៈឲ្យលោកគ្រូរបស់ខ្លួនតែមានដឹងដែរអត់ថាលោកគ្រូរបស់នាងនឹងពិតជាទទួលយកភាពអមតៈមួយនេះចិនម៉ៃនាងក៏មិនអាចឆ្លើយអំពីសំណួរមួយនេះបានដែរខ្សែរឿងក៏បង្ហាញអំពីមូហានជាមួយនឹងសិស្សប្អូនរបស់គេកំពុងតែពិភាក្សាគ្នាអំពីករណីបាត់គុជកុងសានគេកំពុងតែសង្ស័យថាអ្នកដែលសម្រាប់លោកខៃគឺជាអ្នកដែលប្លន់យកគុជកុងសានទាំង3ទៅគិតចុះគិតឡើងអ្នកដែលសង្ស័យជាងគេមានតែបាយចុងយីងឯងព្រោះគេបានចូលក្នុងតំបន់ហាងឃាត់ជារូងភ្នំទាំង9ជួយសង្គ្រោះពេទ្យទេវតាបាយនៅតាមផ្លូវនេះវិញអាសង្ឃគេគិតរយល់នោះទេព្រោះថាមនុស្សដែលគេចាប់មកនោះពិតជាមិនដឹងទីតាំងសិស្សច្បងរបស់ខ្លួនមែនវាបញ្ជាក់ថាសិស្សច្បងរបស់នាងនឹងត្រូវបានគេជួយសង្គ្រោះហើយចុះមិនបានជានាងនឹងអត់ត្រឡប់ទៅវិញឬមួយក៏ពួកគេនឹងដើរជ្រុះផ្លូវគ្នាភ្លាមនោះក៏មានមនុស្សអ៊ូអរនៅខាងមុខដោយមាន2អ្នកប្តីប្រពន្ធនឹងកំពុងតែអង្វរទៅកាន់អ្នកគ្រប់គ្នាឲ្យជួយសង្គ្រោះទៅកាន់កូនស្រីរបស់ខ្លួនផងនាងត្រូវបានពោះចាត់ត្រូវការឱសថផ្កាជូខ្មោចដើម្បីបន្សាបជាតិពលលុះពេលនាងទៅដល់ស្គាល់ថាអ្នកទាំង3នាងធ្លាប់បានជួយសង្គ្រោះម្ដងក៏ស្មានដឹងភ្លាមថាពួកគេនឹងកំពុងតែប្រើល្បិចបោកប្រាស់ដែលប្រពន្ធ2អ្នកដឹងថាផែនការរបស់ខ្លួនត្រូវបានទម្លាយក៏បំរុងនឹងចាក់ចេញពីទីនោះអាសង្ឃមិនឲ្យពួកគេឬខ្លួននោះឡើយក៏វាយឲ្យទេទៅខាងក្រោយបំរុងនឹងបន្ថែមទៀតទៅហើយសាប់តែត្រូវបានជីងលុននឹងមរៀងរាំងតន់ហើយនាងឲ្យទៅនិយាយកន្លែងផ្សេងទៅអ្នកទាំងពីរនឹងហោះចាក់ចេញទៅតែអាសង្ឃមិនបានតាមគេធម្មតានោះទេប្រើដៃរបស់នាងនឹងមកវាបហាគេបន្ថែមទៀតទៅជីងលុនប្រើយុទ្ធសាស្ត្ររបស់គេទប់ទល់ឲ្យសុំឲ្យនាងពិចារណាកន្លែងមួយនេះគឺជាកន្លែងដើមអាសុតកម្រិតខ្ពស់មិនបានជាគេនឹងលេងល្បីដើម្បីទទួលបានអាសុតកម្រិតនេះទៅវិញអាសង្ឃដូចជាមិនខ្វាយខ្វល់ជាមួយនឹងសម្ដីមិនសមហេតុផលរបស់គេនោះទេរំពេចនោះក្រុមគ្រួសារដែលខ្លាចបន្លំម៉ៃនេះគេក៏បានមកដល់ទៅអាសង្ឃចូលព្រមសម្រួលដោយទៅផ្ទះរបស់ពួកគេជីងលុនក៏និយាយអំពីមូលហេតុដែលគ្រួសារកសិករមួយនេះប្រើល្បិចបញ្ឆោតទៅកាន់អ្នកដំណើរដើម្បីទទួលបានរុក្ខជាតិផ្កាឈូកបញ្ចូលខ្មោចនេះមកពីកម្មចន្ទាឋានសួគ៌នឹងត្រូវបានបាក់អមតៈទាំងអស់ស្វែងរកនៃភាពអមតៈរបស់ខ្លួនដោយពឹងផ្អែកទៅលើថ្នាំអមតៈដែលស្ថិតនៅក្នុងជលឹងភ្នំឈូលីងហើយធៀបផ្សំនៃថ្នាំអមតៈមួយនោះក៏មានផ្កាឈូកបញ្ចូលខ្មោចដែលជាអសុទ្ធកម្រិតខ្ពស់ទើបរាជការបានរកលេសបន្ថែមពន្ធអមតៈទៅលើកសិកររុក្ខជាតិមួយប្រភេទនេះត្រូវបានចិញ្ចឹមដោយឋានសួគ៌ជាមួយផែនដីទើបមានការពិបាកដាំដុះខ្លាំងមែនទែនចំណែកឯទឹកនៅក្នុងតំបន់នេះក៏ជូរចត់មិនអាចធ្វើឲ្យផ្កាឈូកបញ្ចូលខ្មោចនឹងតម្រូវតាមស្តង់ដាររបស់ពួកគេបានទេអាសិននៅតែមិនយល់ថាវានឹងគឺជាបញ្ហារបស់ពួកគេហេតុអ្វីចាំបាច់បំពល់ក្មេងមិនបំពល់មនុស្សធំទៅជីងលុននឹងនិយាយបន្ថែមទៀតប្រសិនបើពួកគេមិនបានបង់ពន្ធពួកគេទាំងគ្រួសារនឹងត្រូវបានបង្ខំឲ្យធ្វើការងារធ្ងន់សូម្បីតែកុមារក៏មិនអាចលើកលែងនោះដែរចំណែកឯរឿងបំពល់ឯនេះវិញប្រសិនបើពួកគេនឹងជ្រើសរើសបំពល់ខ្លួនឯងមនុស្សគ្រប់គ្នាច្បាស់ជាមិនអាណិតអាសូរដូចជាបំពល់កូនក្មេងនោះទេពួកគេត្រូវបានបង្ខំបោកទៅលើអ្នកដំណើរទាំងអស់សូម្បីតែប្រជារាស្ត្រដែលនៅជិតនោះក៏ដឹងអំពីមូលហេតុនេះដែរស្ដាប់ឮហេតុផលដែលជីងលុនបានប្រាប់នាងអាសឹងគេក៏មិនបាននិយាយអ្វីនោះដែរដោយបន្តដំណើរចាក់ចេញទៅចំណែកឯជីងលុននោះគេក៏ចេញទៅតាមក្រោយដូចគ្នាពួកឯងនាងពិតជាឆ្ងល់យ៉ាងខ្លាំងមិនបានជាគេនឹងតាមខ្លួនអញ្ចឹងតែជីងលុនបែរជានិយាយថាមានតែផ្លូវមួយនេះគត់ដែលអាចចេញពីភូមិបានអាសឹងដឹងតែបៈធានចិននឹងល្បីល្បាញខ្លាំងណាស់ដូច្នេះគេក៏មានសំណួរមួយចង់សួរទៅកាន់គេអំពីផ្លូវនៃភ្នំធានយិនតើវាគឺជាអ្វីជីងលុនក៏បានបកស្រាយអំពីផ្លូវនៃការបំបាយអារម្មណ៍ធ្វើឲ្យដួងចិត្តរបស់គេគ្មានអារម្មណ៍នៃការចូលចម្ពាក់អ្វីៗផ្សេងៗអីអញ្ចឹងណាអាសឹងក៏សួរបន្ថែមទៀតប្រសិនបើអញ្ចឹងមែនមិនបានជាគេនឹងស្ដាប់តាមសម្ដីលោកគ្រូរបស់ខ្លួនចុះមកលើភ្នំទៅអីដល់ពេលជីងលុននិយាយថាគេចុះមកដើម្បីយកឈ្នះអំពីអារម្មណ៍ទុក្ខវេទនារបស់ខ្លួនអាសឹងគេអត់ជឿនោះឡើយព្រោះអ្វីដែលគេកំពុងតែស្វែងរកគឺជាអារម្មណ៍របស់ខ្លួនឯងនិយាយបដានាងក៏បានដើរឆ្ពោះទៅកាន់មុខរបស់គេបណ្ដាថាតាំងពីគេកើតមកគឺមិនធម្មតាបាត់ទៅហើយតំណែងតំណែងនៃភាពអមតៈរបស់គេបានធ្វើឲ្យគេនឹងបាត់បង់អារម្មណ៍ទាំងអស់រយៈពេល20ឆ្នាំកន្លងផុតទៅគេបានបង់មនុស្សជាទីស្រឡាញ់តែក៏មិនដែលមានគំនិតថាចង់បានពួកគេត្រឡប់មកវិញដែរហើយប្រសិនបើគេគិតថានាងនឹងគឺជាអារម្មណ៍នៃទុក្ខព្រួយរបស់គេនាងសូមប្រាប់ទៅកាន់គេវិញថាគេមានគំនិតក្នុងអារម្មណ៍មួយនេះវាតូចចង្អៀតពេកហើយយ៉ាងណាមិញគេអាចមើលឃើញទុក្ខវេទនាសម្រាប់នៃភាពឈឺចាប់របស់ប្រជាជនទាំងអស់នៅលើពិភពលោកនេះដោយមានអំណាចយុទ្ធសាស្ត្រក្នុងការជួយសង្គ្រោះពួកគេតាមពេលវេលាតែគេអាចបានជ្រើសរើសនោះឡើយចុកចិត្តទៅអង្គុយមើលនៅលើដំបូលយ៉ាងឈាមត្រជាក់បំផុតហើយនិយាយថាវាគឺជាវាសនាតែតាមការពិតទៅវាគឺជាភាពពុតត្បុតមិនមែនផ្លូវជាអារម្មណ៍នោះទេហើយគេក៏ជាមនុស្សដែលឈាមត្រជាក់គ្មានបេះដូងដែលមិនអាចដោះស្រាយបញ្ហានៅចំពោះមុខបានហើយហ៊ានមកនិយាយហេតុផលជាមួយនឹងនាងទៀតនេះគឺជាលើកចុងក្រោយដែលនាងធ្វើការពមៀនទៅកាន់គេឈប់ឲ្យមកតាមខ្លួនទៀតយាយរួចនាងក៏បានដើរចាក់ចែងទាំងចិត្តដែលខ្លាំងមែនទែនទុកឲ្យជីងលុននឹងគេគិតតែខ្លួនឯងទៅជីងលុនក៏បានធ្វើសមាធិនៅទីនោះយកពេលសម្ដីរបស់នាងនឹងមកគិតឡើងវិញដូចគ្នាខ្សែរឿងក៏បង្ហាញអំពីសេនមីវិញម្ដងនឹកដល់ពេលវេលាដែលនាងនឹងទទួលបានសម្បត្តិអំពីជលឹងភ្នំឈូលីងជាលើកដំបូងបបួគ្រូរបស់នាងឲ្យចុះពីលើភ្នំយកគុយទៅប្រូជាមួយនឹងថ្នាំអមតៈគ្រូរបស់នាងតែងតែយកលេសពីនេះពីនោះដោយគាត់នឹងពិតជាមិនចង់ចុះពីលើភ្នំនោះទេដោយយកព្រះអាទិត្យមកប្រៀបធៀបថាគ្មានអ្វីច្រើននោះទេក្រៅពីលេខជាមួយនឹងរះប្រសិនបើគាត់ចាក់ចែងពីលើភ្នំនេះច្បាស់ជាមានអ្នកផ្សេងនឹងមកជំនួសកន្លែងរបស់គាត់ជាមិនខានសេនមីដូចជាយកសម្ដីគ្រូរបស់នាងបដាឲ្យរំពេចនោះលោកចាំងក៏បានយកគុយកងសានមួយនឹងមកលក់ឲ្យនាងដោយលើកហេតុផលថាថ្នាំអមតៈនឹងគឺជាថ្នាំសម្រាប់បែបអមតៈគ្មានចំណែករបស់គេនោះទេប្រសិនបើគេនឹងទទួលបានអាយុវែងហើយនៅក្របែបនេះក៏គ្មានបច្ច័យនោះដែរបង្ខំឲ្យសេនមីដាក់តម្លៃមកអីអញ្ចឹងណាតែសេនមីក៏មើលវាភ្លាមដឹងផ្លែថាវានឹងគឺជារបស់ខ្លាំងខ្លាយទើបលោកចាំងបានលើកហេតុផលជាច្រើនណាមួយអ្នកគ្រប់គ្នាដឹងថានាងមានមួយស្រាប់ហើយប្រសិនបើនាងយករបស់ខ្លាំងខ្លាយមួយនេះក៏គ្មានអ្នកណាចាប់នាងបាននោះដែរសេនមីក៏បង្ខំឲ្យគេនឹងយកគុយទាំងអស់ដែលគេមាននឹងចេញមកដោយលើកហេតុផលបញ្ហាថ្មីៗនៅក្នុងជលឹងភ្នំបដាមកពីគុយមួយនេះធ្វើឲ្យមានការកាប់សម្លាប់អីអញ្ចឹងណាតែលោកចង់ឲ្យគេឆ្លើយថាមានតែមួយនោះទេទើបសេនមីនឹងដើរចាក់ចេញទៅឲ្យគម្រាមប្រាប់ទៅកាន់គេកុំឲ្យលក់វានឹងឲ្យទៅនរណាទៀតលោកចង់ពិតជាស្ដាយគុយដែលគេនឹងបានយកមកឲ្យសេនមីខ្លាំងមែនទែនសេនមីក៏មិនត្រូវការគុយមួយនោះដែរមានតែបោះចោលវាចូលទៅក្នុងទឹកទៅតែរឿងជាបន្តក៏បានបង្ហាញអំពីប៉ែចុងយីងកំពុងតែរងចាំសេនមីនឹកដល់សម្ដីរបស់ចាងជីគេច្បាស់ខ្លាំងណាស់ថានារីដែលសងសឹកជំនួសប្តីរបស់ខ្លួននោះគឺជាសេនមីនឹងឯងលុះពេល
ពេលដែលបានជួបនាងគេក៏បានបញ្ចេញអាវុធដៃស្នងពីលោកគ្រូរបស់គេដែលរៀបរាប់អំពីជំហាននីមួយៗនៃការធ្វើអាវុធទាំងពីរមួយគឺជាអាវុធព្រះអាទិត្យចំណែកឯមួយទៀតគឺជាអាវុធព្រះច័ន្ទដែលនៅនឹងគេគឺជាអាវុធព្រះអាទិត្យចំណែកឯនាងគឺជាសិស្សច្បងនៅវិមានស៊ីនសៀច្បាស់ណាស់លោកគ្រូរបស់នាងនឹងច្បាស់ជាអាវុធព្រះច័ន្ទទៅនាងជាមិនខានទីម៉េក៏បានបញ្ចេញអាវុធរបស់ខ្លួនបញ្ជាក់ថាវាពិតជានៅនឹងនាងមែនដែលសួរទៅកាន់សិស្សច្បងវិញថាមានរឿងអ្វីមែនទេបាយចុងយើងក៏បាននិយាយអំពីរឿងដែលកើតឡើងក្នុងរាជធានីកាលពីកន្លះខែមុនដែលមានអ្នកវឹកហាត់តកោសេនសម្រាប់មន្ត្រី4នាក់ដើម្បីសងសឹកឲ្យប្តីរបស់ខ្លួនថាជានាងមែនទេហើយនាងចុះមកពីលើភ្នំយូរហើយមិនបានជិះទៅម្ដងទីនេះពីថ្ងៃអញ្ចឹងស៊ីនម៉ៃក៏បានបកស្រាយថាមនុស្សម្នាក់នោះមិនមែនជានាងនោះទេនាងក៏មិនដែលទៅកាន់រាជធានីដែរមូលហេតុដែលនាងមិនងាយមកដល់ទីនេះដោយសារតែនាងនឹងទៅលេងអ្នកមីងរបស់ខ្លួននៅក្នុងស្រុកវិញតែអ្នកមីងរបស់នាងបានស្លាប់ទៅនាងនឹងរវល់ធ្វើបន់ឲ្យគាត់ពីថ្ងៃផ្លូវត្រឡប់មកវិញនាងក៏បានធ្លាក់ពីលើភ្នំត្រូវបានម្ចាស់ផ្ទះសំណាក់នឹងយកទៅសម្រាប់ព្យាបាលប្រសិនបើគេមិនជឿនាងទេអាចទៅកាន់ផ្ទះសំណាក់មួយនោះសួរតកែស្រីឬក៏អ្នកបម្រើក៏បានដែររឿងមួយទៀតនាងចង់បញ្ជាក់គេឲ្យច្បាស់កុំឲ្យមានការយល់ច្រឡំថានាងអត់ទាន់រៀបការនោះទេអ្វីត្បិតតែបាយចុងយើងគេនៅសង្ស័យជាមួយរឿងមួយនេះតែគេក៏មិនអាចតវ៉ាជាមួយនាងបានដែរមានតែនិយាយថាខ្លួនជឿទៅកាន់នាងឬក៏បំរុងចាក់ចេញទៅតែមិនចង់បង្ហាញភាពស្មោះត្រង់និងអរគុណទៅកាន់គេក៏បានយកឈើកោបដែលនាងធ្វើដោយផ្ទាល់ដៃនឹងទៅកាន់គេហើយថែមទាំងនិយាយថាវាមានអត្ថប្រយោជន៍ក្នុងការដេញសត្វល្អិតឬក៏មូសទៀតផងបាយចុងយាក៏និយាយអរគុណទៅកាន់នាងធ្វើឲ្យស៊ីនម៉ៃនាងសប្បាយចិត្តខ្លាំងមែនទែនសាយរឿងជាបន្តក៏បានបង្ហាញអំពីលូឈីគេបានមកដល់ក្នុងវិមានវិញហើយទឹកមុខរបស់គេពិតជាអាក្រក់ខ្លាំងមែនទែនលោកគ្រូពេទ្យស៊ូយូឃើញបែបនេះហើយគេក៏បញ្ញាប់ទៅប្រាប់លោកគ្រូរបស់ខ្លួនថាលោកម្ចាស់នឹងបានត្រឡប់មកវិញហើយពេលទេវតាស៊ូគេសប្បាយចិត្តខ្លាំងមែនទែនបញ្ញានាំកូនសិស្សរបស់ខ្លួននឹងទៅជួបជាមួយលោកគ្រូតែលូឈីក៏នៅឃើញមុខរបស់ពេលទេវតាស៊ូនឹងក៏បានបាក់គេម្ដាយឲ្យខ្ទេទៅខាងក្រៅគូអ៊ុតឈាមបានគ្រប់គ្នាពិតជាភ្ញាក់ផ្អើលជាមួយនឹងរឿងមួយនេះខ្លាំងមែនទែនចំណែកឯពេលទេវតាស៊ូគាត់ក៏ឆ្ងល់ដូចគ្នាតែគាត់ខុសអីបានជាត្រូវគេវាយអញ្ចឹងបន្ទាប់ពីអ្នកទាំងពីរបានចូលទៅក្នុងបន្ទប់ធ្វើឲ្យអ្នកនៅខាងក្រៅពិតជាមានការព្រួយបារម្ភខ្លាំងមែនទែនលូឈីងរបស់គុជ3ដែលគេបានមកនឹងនៅចំពោះមុខរបស់ពេលទេវតាស៊ូតែម្ដងធ្វើឲ្យគាត់រត់អឹងយ៉ាងច្បាស់នេះគឺជាមូលហេតុដែលលោកគ្រូរបស់ខ្លួននឹងវាយគេតែពេលទេវតាស៊ូនឹងគ្មានការសោកស្ដាយនោះឡើយគាត់ថាវានឹងមិនពាក់ព័ន្ធជាមួយខ្លួនព្រោះរឿងមួយនេះគេតែងតែនិយាយថាពិភពលោកមានផ្លូវធំផ្លូវតូចមានអ្នកណាប្រើឲ្យមនុស្សលោភលន់អស់ទាំងនោះជ្រើសរើសផ្លូវចង្អៀតបែបនេះទេតែចម្លើយបែបនេះមិនមែនជាអ្វីដែលលូឈីងចង់បាននោះទេក៏ដាក់គេម្ដាយទៀតលើកនេះរឿងធ្ងន់តែចាអ្នកទាំងអស់គ្នាពេលទេវតាស៊ូនឹងបាត់ចង់រួចនោះទេលូឈីងក៏បាននិយាយបន្ថែមទៀតអំពីអ្វីដែលគាត់បានមករៀនគេពីមុនមកក្នុងគោលបំណងឲ្យគេនឹងជួយសង្គ្រោះមនុស្សឲ្យខ្លាយទៅជាមនុស្សម្នាក់ដែលមានសុចរិតនិងសមត្ថភាពខ្លាំងតែគេបែរជានិយាយកិច្ចអំពីកំហុសរបស់ខ្លួនឯងជនរងគ្រោះមិនមែនត្រឹមតែអ្នកដែលដើរលើផ្លូវអមតៈនោះទេពិតជារឿងស្លូតត្រង់ដែលមិនដើរលើផ្លូវអមតៈមួយនេះក៏ត្រូវបានបាត់បង់ជីវិតដូចគ្នាហើយសាច់រឿងរបស់យើងក្នុងភាគនេះក៏ត្រូវបានចាប់ត្រឹមនេះដែរអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ